Vinland Saga បានផ្លាស់ប្ដូរជីវិតខ្ញុំតាំងពីដើមមកខ្ញុំគឺជាមនុស្សម្នាក់ដែលពិបាកនៅក្នុងការគ្រប់គ្រងអារម្មណ៍ខ្លួនឯងខ្លាំងមែនទែនហើយខ្ញុំតែងតែមាន mindset មួយដែលថាមនុស្សគ្រប់គ្នាសមនឹងទទួលបានអ្វីដែលពួកគេធ្វើស្មើៗគ្នាបើសិនជាគេវាយខ្ញុំមួយដៃខ្ញុំត្រូវតែវាយគេវិញ10ដៃព្រោះអីខ្ញុំអត់ចូលចិត្តឲ្យអ្នកគេធ្វើអីលើសខ្ញុំទេក៏ប៉ុន្តែរឿងទាំងអស់ហ្នឹងគឺបានផ្លាស់ប្ដូរ360 degree បន្ទាប់ពីខ្ញុំបានអង្គុយមើល anime មួយនៅពេលដែលខ្ញុំអង្គុយមើលរឿងហ្នឹងគឺខ្ញុំអាចសម័យឃើញថាខ្លួនឯងកាលពីមុនគឺប្រៀបបានដូចជាសហ្វិនកាលនៅពីក្មេងអញ្ចឹងនៅពេលដែលអ្នកគេម្នាក់ធ្វើបាបខ្ញុំគឺខ្ញុំត្រូវតែសងសឹកគេភ្លាមៗហើយបើសិនជាខ្ញុំអត់បានសងសឹកគេទេគឺខ្ញុំដេកអត់លក់ទេនិយាយរួមទៅមនុស្សខ្ញុំកាលពីមុនគឺអាក្រក់យកតែមែនតើហើយហើយអ្នកទាំងអស់គ្នាប្រកាសជាធ្លាប់ឮតាក់ទងជាមួយនឹងពាក្យមួយដែលគេនិយាយថា I have no enemy ឬមួយក៏ខ្ញុំគ្មានសត្រូវទេទោះបីជាអ្នកទាំងអស់គ្នាអត់បានទៅមើលរឿងនឹងផ្ទាល់ក៏ធ្លាប់ឮនៅក្នុង TikTok ដែរដោយសារតែពាក្យមួយហ្នឹងហើយដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ចង់ចូលទៅមើលរឿងហ្នឹងដោយសារតែខ្ញុំចង់ដឹងថាតើពាក្យ I have no enemy ហ្នឹងមានន័យដូចម្ដេចហើយវាគឺជាពេលវេលាដ៏មានតម្លៃមួយសម្រាប់ជីវិតរបស់ខ្ញុំរយៈពេល16ម៉ោងដែលខ្ញុំបានចំណាយទៅលើរឿងហ្នឹងគឺវាបានផ្លាស់ប្ដូរជីវិតខ្ញុំច្រើនខ្លាំងមែនទែនទាំង mindset ទាំងការគិតនិងចក្ខុវិស័យរបស់ខ្ញុំមានអារម្មណ៍ថាខ្ញុំបានចាប់ជាតិសាសន៍ជាថ្មីក៏ប៉ុន្តែនៅក្នុងរូបរាងដដែលបើសិនជាយើងគិតឲ្យស៊ីជម្រៅទៅមនុស្សយើងម្នាក់ៗកើតមកគឺខ្លួនទទេអត់បាននាំយកអីមកជាមួយទេសូម្បីតែសត្រូវរបស់យើងក៏យើងអត់បាននាំយកមកជាមួយដែរមូលហេតុនិងគោលចម្បងធំដែលខ្ញុំយល់ថាធ្វើឲ្យមានចំនួនគឺដោយសារតែការអត់យល់ពីគ្នាហើយនឹងការខ្វែងគំនិតគ្នាទៅវិញទៅមកនៅពេលដែលណាគេម្នាក់ប្រឆាំងនឹងខ្វែងគំនិតជាមួយនឹងយើងគឺយើងតែងតែមានអារម្មណ៍ថាខឹងគេហើយនឹងអត់ចូលចិត្តគេមែនអត់ក៏ប៉ុន្តែយើងភ្លេចគិតថាគេក៏មានគោលគំនិតរបស់គេហើយយើងក៏មានគោលគំនិតរបស់យើងដូចគ្នាដោយសារតែការអត់ចេះអត់អន់នៅគ្នាទៅវិញទៅមកនេះហើយបានធ្វើឲ្យមានចំនួនកើតឡើងនៅក្នុងរឿងហ្នឹងក៏គេបានបង្ហាញយើងថាការរត់ចេញពីសង្គ្រាមគឺមិនបានបង្ហាញថាយើងគឺជាមនុស្សដែលខ្សោយទេអានេះបើប្រៀបធៀបជាមួយនឹងជីវិតពិតការដើរចេញពីចំនួនក៏មិនបានបង្ហាញថាយើងគឺជាមនុស្សដែលអន់ដែរវាបង្ហាញពីភាពចាស់ទុំនៃការដោះស្រាយបញ្ហារបស់យើងគឺយើងអត់យកភ្លើងទៅដោះស្រាយជាមួយនឹងភ្លើងទេសូម្បីតែព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គធ្លាប់មានសង្កេតការណ៍ដែរថាពៀរងប់ដោយការមិនចងពៀយើងអាចយកដុំថ្មទៅបោកជាមួយនឹងដុំថ្មបានទេមិនយូរមិនឆាប់ទេដុំថ្មទាំងពីរនឹងប្រេះបែកដូចគ្នាយើងក៏ខាតគេក៏ខាតអត់មានតែគេទទួលបានផលចំណេញពីចំនួនទេនិយាយរួមទៅមនុស្សយើងម្នាក់ៗដែលបានកើតមកនៅលើโลกនេះគឺមិនស័ក្តិសមនឹងទទួលបានការធ្វើបាបពីអ្នកគេម្នាក់ទេដោយសារតែយើងគឺមានជីវិតរស់នៅរៀងៗខ្លួនហើយបើសិនជាយើងអត់ចង់ឲ្យអ្នកគេម្នាក់មកធ្វើបាបយើងក៏កុំទៅធ្វើបាបគេដូចគ្នាខ្ញុំដឹងនៅពេលដែលយើងស្អប់អ្នកគេម្នាក់គឺយើងតែតែចង់ធ្វើបាបគេហើយមែនអត់ក៏ប៉ុន្តែខ្ញុំចង់ឲ្យអ្នកនេះសួរខ្លួនឯងវិញថាតើមនុស្សម្នាក់នឹងស័ក្តិសមនឹងយើងធ្វើបាបគេដែរឬមិនក៏អត់ហើយនៅពេលដែលយើងបំផ្លាញជីវិតអ្នកគេម្នាក់ហើយតើយើងទទួលបានអីមកវិញហើយថាតើពិភពលោកមួយនេះនឹងមើលមកយើងនៅក្នុងកែវភ្នែកបែបណាទោះបីជាពិភពលោកមួយនេះមិនបានដឹងថាយើងបានធ្វើអ្វីក៏ដោយក៏យើងខ្លួនឯងនេះនឹងរស់នៅជាមួយវាអស់មួយជីវិតហើយខ្ញុំជឿថាថ្ងៃណាមួយយើងនឹងស្ដាយក្រោយហើយនឹងចង់ផ្លាស់ប្ដូរវាហើយខ្ញុំនៅតែជឿថាមនុស្សយើងគឺអាចផ្លាស់ប្ដូរបានអតីតកាលគឺវាហួសហើយយើងអាចកែប្រែវាបានទេក៏ប៉ុន្តែអ្វីដែលសំខាន់គឺបច្ចុប្បន្នហើយនៅអនាគតរបស់យើងអាចជ្រើសរើសដើរផ្លូវដដែលឬមួយក៏យើងអាចជ្រើសរើសដើរផ្លូវថ្មីដែលវាល្អនិងគ្រាន់បើជាងមុនហើយខ្ញុំនៅតែសង្ឃឹមថាពិភពលោកយើងនៅថ្ងៃអនាគតនឹងលែងមានសង្គ្រាមបើសិនជាយើងចាប់ផ្ដើមធ្វើល្អចាប់ពីពេលនេះតទៅព្រោះអ្វីគ្រប់យ៉ាងគឺវាចាប់ផ្ដើមចេញពីខ្លួនយើងកាលណាដែលយើងលែងមានចិត្តស្អប់នៅក្នុងខ្លួននេះខ្ញុំជឿថាចំនួនគឺវានឹងលែងមានហើយមុននឹងថ្ងៃនឹងមកដល់ខ្ញុំចង់ឲ្យអ្នកនេះចងចាំថាយើងម្នាក់ៗគឺគ្មានសត្រូវទេនិយាយរួមទៅរឿងនេះគឺល្អខ្លាំងមែនទែនខ្ញុំមិនដែលមើលរឿងណាដែលវាផ្លាស់ប្ដូរជីវិតខ្ញុំខ្លាំងដល់ថ្នាក់ហ្នឹងទេមែនបើសិនជាឲ្យខ្ញុំធ្វើទម្ងន់រឿងហ្នឹងខ្ញុំអត់ដឹងថាឲ្យទម្ងន់ប៉ុន្មានទេបើសិនជាខ្ញុំហ៊ានទៅយករឿងហ្នឹងទៅដាក់លើអញ្ចឹងរបស់ខ្ញុំនឹងបាក់បណ្ដោយហើយវីដេអូនេះមានប៉ុណ្ណឹងជួបគ្នាវីដេអូក្រោយបាយ